នៅក្នុងវីដេអូវគ្គមុនគឺមានបងប្អូនក៏បានសួរខ្ញុំច្រើនមែនតើថាតើកន្លែងខ្ញុំស្ទូចថៃហ្នឹងគឺស្ទូចនៅណាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកប្រាប់តាំងពីកន្លែងស្ទូចថៃហើយនឹងទីតាំងទឹកជ្រោះធម្មជាតិដែលខ្ញុំបានទៅលេងអញ្ចឹងឥឡូវនេះផ្ដើមចេញពីដំបូងហ្នឹងគឺកន្លែងខ្ញុំស្នាក់នៅសិនអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបានមកស្នាក់នៅកពតនៅកន្លែងផែកក្តាននេះហើយបាទខ្ញុំបានទៅដល់ស្គាល់កន្លែងស្ទូចថៃហ្នឹងពេលថ្ងៃហ្នឹងគឺខ្ញុំមកញ៉ាំបាយញ៉ាំអីធម្មតាចឹងទៅអ្នកទាំងអស់គ្នាខ្ញុំក៏បានសួរគេអ្នកនៅនឹងថាតើនៅម្ដុំហ្នឹងមានកន្លែងណាលេងខ្លះអញ្ចឹងណាអញ្ចឹងគេក៏ប្រាប់ថានៅម្ដុំហ្នឹងគឺមានទឹកជ្រោះដែលយើងអាចទៅមុជទឹកហ្នឹងបានហើយបើនិយាយពីទឹកជ្រោះវិញដោយបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូដែលខ្ញុំផុសមុនហ្នឹងហើយគឺថាទឹកឡងថ្លាហើយឃើញអញ្ចឹងប៉ុន្តែរៀងជ្រៅដែរអ្នកទាំងអស់គ្នានិយាយទៅគឺថាលោតលេងបានមកសប្បាយកន្លែងខ្ញុំគេហ្នឹងគឺមានកន្លែងគេចោះទូកឡើងទូកដើម្បីនេសាទអញ្ចឹងណាទាំងអស់គ្នានិយាយទៅគឺយើងអាចទិញគ្រឿងសមុទ្រស្រស់ៗអីនៅនឹងបានហើយនៅចិត្តហ្នឹងគឺមានកន្លែងគេអញ្ចឹងថៃនេះគឺគេចិញ្ចឹមបែបធម្មជាតិហ្មងអ្នកទាំងអស់គ្នាហើយបើសិនជាយើងមកទិញអញ្ចឹងគឺយើងអាចស្ទូចខ្លួនឯងបានអ្នកទាំងអស់គ្នាទៅស្ទូចថ្លឹងគីឡូលក់តែនៅនឹងភ្លាមហ្មងអញ្ចឹងហើយបើថាអ្នកទាំងអស់គ្នាស្ទូចបាន1គីឡូឡើងអ្នកទាំងអស់គ្នាដូចខ្ញុំស្ទូចបាន1គីឡូ3ខាំហ្នឹងគឺថាសាច់ឆ្ងាញ់មែនតើមកអ្នកទាំងអស់គ្នានិយាយទៅគឺថាឡងតង់ផ្ទាំងហើយសាច់ឡងផ្អែមឆ្ងាញ់ហ្មងអ្នកទាំងអស់គ្នាអូយគ្រាន់តែនិយាយហ្នឹងក៏ឃ្លាននឹករសជាតិហ្នឹងទៀតដែរអ្នកទាំងអស់គ្នានិយាយទៅរសជាតិថៃដែលយើងស្ទូចបានភ្លាមហ្នឹងគឺថាយកមកចម្អិនភ្លាមហ្នឹងគឺឆ្ងាញ់មែនអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាប្លែកអារម្មណ៍មួយយ៉ាងដែរតែអ្នកទាំងអស់គ្នានិយាយទៅគឺយើងបានស្ទូចខ្លួនឯងយើងយកមកចម្អិនភ្លាមអីអញ្ចឹងណាចាំមើលដើម្បីមើលនេះបងប្អូនតែការមកនេះស្ទូចខ្លួនឯងគេធំដៃវោះមិនទូចណាធំណាចង់ប៉ុនខ្លាំងបើមកអ្នកស្ទូចដឹងអ្នកនរគ្នានិយាយទៅខ្ញុំតែមកពីមួយទឹកនៅផែកក្តាតចុះមកដល់មកស្ទូចថៃនិយាយទៅកន្លែងនេះកន្លែងគេចិញ្ចឹមឯអ្នកទាំងអស់គ្នាប៉ុន្តែបើយើងចង់មកស្ទូចគឺយើងអាចស្ទូចហើយគេថ្លឹងគីឡូគិតឲ្យយើងតាមនឹងអញ្ចឹងណាអ្នកទាំងអស់គ្នានិយាយទៅគឺខ្ញុំស្ទូចបាន3ហើយយើងទិញយកទាំង3ហ្នឹងហ្មងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់មកស្ទូចបើសិនជាអ្នកទាំងអស់គ្នាស្ទូចបានឲ្យរៀងទូចអ្នកទាំងអស់គ្នាអាចដូរយកអាធំវិញបានអញ្ចឹងណានិយាយទៅអាធំគឺសាច់ឆ្ងាញ់ហ្មងអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺពងអង្គុយញ៉ាំត្រីស្ពងឲ្យស្ទូចមុនហ្នឹងហ៎ឲ្យសាច់ឡងជាតិសាហាវហ្មងសាច់ឡងប៉ុណ្ណានៅtrongនោះវាយើងដាក់ថៃម្ទេសមកហើយហ្នឹងគឺខ្ញុំស្ងោរជ្រក់ទាំងអស់គ្នាអាថៃដែលយើងស្ទូចមិញហ្នឹងអូយនិយាយទៅខ្ញុំភ្លក់ទឹកស៊ុបមិញគឺថាទៀតហ្មងណាថៃនេះថៃយើងស្ទូចបានភ្លាមហ្មងអូយក្តៅហុយជាតិសាហាវតែមែនអ្នកអស់គ្នាអូជាតិខ្លាំងណាស់នេះដាក់ទឹកថៃម្ទេសមកថៃម្ទេសយើងដាក់កែម្ទេសតិចអញ្ចឹងមកអូយមួយម៉ាត់គឺថាជាតិហ្មងអ្នកទាំងអស់គ្នា